បដៃក្មេងស្រីស្នើសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌គណៈដែលក្មេងស្រីអាយុ6ឆ្នាំត្រូវបានគេធ្វើសកម្មភាពចាប់រំលោភបានសម្រេចហើយរត់គេចខ្លួនក្មេងស្រីអាយុទៅតែ6ឆ្នាំដែលត្រូវបានបរិសុទ្ធជនលំកាមធ្វើសកម្មភាពចាប់រំលោភបានសម្រេចហើយរត់គេចខ្លួនបាត់សម្រាប់ធ្វើឲ្យដែលចំណាយក្មេងស្រីវិញក៏រងរបួសចាដេជាច្រើនធ្នេកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យគុណធបុប្ផាករណីខាងលើនេះបង្កមានការភ្ញាក់ផ្អើលនៅម៉ោង 11:20 នាទីត្រូវនៅថ្ងៃទី24 មីនាឆ្នាំ2025គឺស្ថិតនៅក្នុងភូមិ 17 សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញតាមការបញ្ជាក់ពីម្ដាយក្មេងរងគ្រោះបានដឹងថាកាលពីម៉ោង 4 រសៀលថ្ងៃទី21 មីនា2025ស្ថិតនៅភូមិ 7 សង្កាត់ស្រះចកខណ្ឌដូនពេញដោយក្មេងស្រីរងគ្រោះបានសុំម្ដាយមកលេងផ្ទះម្ដាយមីងក្រោយមកក្មេងស្រីរូបនោះក៏បានមកឈរលេងនៅមុខបន្ទប់បន្ទាប់មកស្រាប់តែមានបរិសុទ្ធជនល្មមការមិនស្គាល់មុខម្នាក់បានមកលួងលោមក្មេងរងគ្រោះខាងលើដំបងក្មេងអត់ព្រមទៅតាមបន្ទាប់មកទៀតក៏ចូលមកទាញដៃរួចធ្វើសកម្មភាពចាប់រំលោភបានសម្រាប់តែម្ដងបន្ទាប់ពីដាក់ពាក្យបណ្ដឹងរយៈពេល3ថ្ងៃស្ត្រីជាម្ដាយក៏បានស្នើសុំឲ្យអ្នកសារព័ត៌មានជាច្រើនអង្គភាពជួយផ្សាយដើម្បីឲ្យសមត្ថកិច្ចពន្លឿនជួយរកយុត្តិធម៌ចំពោះកូនខ្លួននិងឲ្យសមត្ថកិច្ចជួយតាមចាប់ជនសង្ស័យខាងលើដើម្បីមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ចា6ឆ្នាំ6ឆ្នាំចាបាទអញ្ចឹងសង្ឃឹមថាសមត្ថកិច្ចនឹងអាចវេកមុខបាទជនបង្កនេះបាននៅពេលឆាប់ៗខាងមុខនេះ